តែម្ចាស់កម្មវិធីណាក៏មានហ្គេមសម្រាប់អ្នកទាំងអស់គ្នាលេងដែរហ្គេមមួយនៅផងដែរអត់ដឹងថាហ្គេមអីគេដែរអត់មានអត់ដែរលេងផងដល់ពេលអញ្ចឹងហើយអត់មានអត់ដឹងទេគ្រាន់តែដឹងថាអ្នកដែលចាញ់គឺត្រូវតែផឹកហើយហ្គេមនោះក៏បានចាប់ផ្ដើមអ្នកដែលផឹកមុនដំបូងគឺជាគ្នារបស់វាយូបន្ទាប់មកក៏ដល់វេនធាវប៉ុន្តែអាកណាក៏បានយកអាកែវស្រាហ្នឹងចេញពីធាវគេហ្នឹងគឺផឹកតែម្ដងទៅគេក៏បាននិយាយប្រាប់ដោយធាវហ្នឹងគឺត្រូវបើកឡានអញ្ចឹងហើយគេមិនចង់ងាប់ទាំងអស់គ្នាទេអញ្ចឹងស្រាហ្នឹងទុកឲ្យគេផឹកក៏បានដែរគេមកក៏បានចាប់ផ្ដើមអ្នកខ្លះក៏ផឹកទៅអ្នកខ្លះក៏អត់ហើយអត់ហ្នឹងគឺធាវតែម្នាក់ឯងទេព្រោះតែធាវហ្នឹងគឺត្រូវបានអាក់យកកែវស្រាចេញរហូតអាក់ហ្នឹងគេសុំទទួលយកម្នាក់ឯងព្រោះតែគេមិនចង់ឲ្យធាវផឹកស្រាដល់ពេលលទ្ធផលចុងក្រោយគ្នារបស់វាយូហើយថែមទាំងវាយូហ្នឹងគឺស្វឹងទាំងអស់អត់តែអាក់ហើយនឹងធាវទេប៉ុន្តែមានណានៅពេលដែលគេដល់ប៉ះអាក់តែបន្តិចទេគឺអាក់ហ្នឹងឡើងដួលស្លាប់ភ្លាមតែម្ដងដោយសារតែគេស្វឹងនឹងឯងឥឡូវនេះគេទៅលេងរួចហើយរួចមកធាវហ្នឹងក៏ត្រូវនាំអាក់ហ្នឹងទៅផ្ទះវិញតែទម្រាំទៅដល់ឡានបណ្ណាយអើយវេទនាដល់កហើយអូតអ្នកស្វឹងមិនដាល់ស្រួលបួលឯណាវេទនានឹងឯងដល់ពេលមកដល់ក្នុងឡានធាវហ្នឹងក៏បានយកខ្សែក្បាត់ឲ្យអាក់តាក់ទៀតនិយាយរំទៅសង្ស័ព្ទទាំងគ្រប់តែម្ដងណាពេលនោះផងដែរមុខទាំងពីរហ្នឹងក៏បានជួបគ្នាម្ដងទៀតអូយចេះតែសម្លឹងកូនគេអញ្ចឹងជាប់ស្នេហ៍កូនគេខ្លាំងហើយមកទៅហើយឲ្យតែអ្នកស្វឹងគឺមិនដឹងទេថាខ្លួនឯងកំពុងតែស្វឹងនោះដល់ពេលអញ្ចឹងហើយធាវហ្នឹងក៏បាននិយាយប្រាប់ថាអាក់ហ្នឹងគឺស្វឹងហើយតែអាក់នៅតែប្រកែកថាគេមិនបានស្វឹងទេគេមិនបានស្វឹងទេកុំនិយាយពាក្យថាស្វឹងហ្នឹងមកដាក់គេឲ្យសោះប្រយ័ត្នតែគេហ្នឹងហូចមិនចង់ថាមាត់គេមែនឥឡូវអ្នកទាំងពីរណាក៏ចិត្តមាត់ដល់គ្នាទៀតហើយប៉ុន្តែអាក់ក៏បានដកខ្លួនចេញមកវិញរួចហើយអាក់ក៏បាននាំធាវទៅកន្លែងមួយដែលកន្លែងហ្នឹងដែរគឺជំនួសឲ្យប្រទេសបារាំងអីចឹងណាអាក់គេគិតថាធាវអាចនឹងនឹកប្រទេសបារាំងអីចឹងទៅព្រោះធាវធ្លាប់តែនៅអីចឹងណាបើសិនជានៅប្រទេសថៃឯនៅវិញគឺអត់មានដូចនៅប្រទេសបារាំងទេអញ្ចឹងហើយបានគេនាំមកកន្លែងហ្នឹងដើម្បីជំនួសកន្លែងប្រទេសបារាំងអីចឹងទៅធាវក៏បានតទៅវិញដោយគេមិនបាននៅប្រទេសបារាំងអីទេដោយសារនៅប្រទេសបារាំងគឺគេឯកាតែនៅពេលនេះណាគឺគេមានអាក់អញ្ចឹងហើយគេមិនឯកាទៀតទេរួចមកអ្នកទាំងពីរហ្នឹងក៏បានចុះពីលើឡានហើយក៏បានមកថតរូបអីចឹងទៅក្នុងពេលដែលពួកគេហ្នឹងកំពុងតែថតរូបផងដែរធាវហ្នឹងក៏បានធ្លុយមាត់និយាយឡើងថាគេអាចនឹងចូលចិត្តប៉ុន្តែគេមិនបានប្រាប់ធាវឲ្យបានដឹងទេហើយធាវពិតជាឆ្ងល់មែនតើថាអាក់នឹងនិយាយអីគេអាក់នឹងក៏បានបញ្ជាក់ប្រាប់ថាគេនិយាយពីរឿងរូបថតតើរូបថតនឹងស្អាតអីចឹងទៅអាយ៉ាមិនទេអាក់មិនដែរចង់សារភាពស្នេហ៍ទៅលើធាវដែរឥឡូវភាពរបស់យើងចិត្តចប់ហើយមិនមកស្រឡាញ់គ្នាហើយទៅអីព្រោះតែរឿងចិត្តចប់ហើយប៉ុន្តែអ្នកទាំងពីរដូចជាមិនទាន់បង្ហាញសារភាពស្រឡាញ់គ្នាអីមកបន្តិចសោះធាវគេមានចិត្តទៅលើអាក់ហើយចុះអាក់នេះមានចិត្តទៅលើធាវដែរឬក៏អត់ទេសាច់រឿងក៏កាត់បង្ហាញនៅពេលដែលអាក់នឹងហូបស្រាបន្តទៀតញ៉ាំស្រាជាបន្តទៀតអីចឹងទៅហើយមូលហេតុដែលគេញ៉ាំស្រាជាបន្តនេះផងដែរគឺគេបានគិតថាចានៅពេលដែលគេហ្នឹងស្វឹងស្រាទៅគឺគេហ៊ានគ្រប់យ៉ាងហ៊ានខលទៅរកសង្សារចាហ៊ានរួមហ៊ានច្រៀងអីចឹងទៅជាពិសេសនោះគឺពាក្យនៅក្នុងចិត្តដែលនិយាយទៅកាន់អ្នកខ្លះហើយគេហ្នឹងក៏បាននិយាយឡើងមិនដឹងជាភាសាបារាំងឬក៏អត់ទេណាអ្នកទាំងអស់គ្នាប៉ុន្តែគេនិយាយជាភាសាផ្សេងតែបបប្រែទៅប្រែថាខ្ញុំស្រឡាញ់អ្នកហើយគេនឹងនិយាយដាក់ធាវអញ្ចឹងណាបន្ទាប់មកធាវក៏បាននិយាយឡើងនិយាយថាខ្ញុំស្រឡាញ់អ្នកអញ្ចឹងនៅពេលដែលនិយាយបែបអញ្ចឹងទៅគួរតែធ្វើមិនខ្លាចអញ្ចឹងណារួចអាកាក៏បានតទៅវិញដូចជាអង្គុយមើលផ្កាយមើលអីអញ្ចឹងទៅឬក៏ចង់បានអ្វីលើសពីហ្នឹងរួចហើយអាណាក៏ចូលមកសន្សំនៅចិត្តធាវឬក៏យកចុងច្មោះរបស់គេហ្នឹងមកប៉ះលេងជាមួយនឹងធាវអញ្ចឹងទៅហើយគេហ្នឹងក៏បានសួរទៅធាវថាប៉ុណ្ណឹងបានគ្រប់គ្រាន់ហើយនៅអាពាក្យថាខ្ញុំស្រឡាញ់អ្នកហ្នឹងធាវក៏បានទៅវិញប្រហែលជាប៉ុណ្ណឹងបានហើយមិនដឹងថាអ្នកស្វឹងនឹងសារភាពស្នេហ៍ទៅកាន់អ្នកអត់ស្វឹងដែរឬក៏អត់ទេនេះបើនិយាយមិនច្បាស់លាស់តទៅសោះតែម្ដងដល់ពេលអញ្ចឹងអ្នកសម្រាយហើយនឹងអ្នកមើលទៅរឿងប៉លខួរតិចតួចដែរអត់មានអ្នកដឹងថាគួរតែសម្រាយជាមិនជាបន្តទេបន្ទាប់មកទៀតអាចនឹងក៏បានមកដល់បន្ទប់គេហើយដែលមានធាវនឹងចូលមកបន្ទាប់មកធាវនឹងក៏បានកលាបភ្នែកទៅឃើញកលាបដល់ពេលអញ្ចឹងហើយគេក៏បានទៅសួរអានេះបន្ទប់ឯងមានការកលាបដែរមែនអាចនឹងក៏បាននិយាយទាំងស្វឹងថាគេនឹងបានមកពីបន្ទប់នៅពេលដែលពួកគេនឹងទៅសាកលវិទ្យាល័យថ្ងៃមុនថាគេទៅមើលរឿងមើលកុនអីចឹងណាបន្ទាប់មកទៀតគេនឹងក៏បានយកមកដាំនៅកន្លែងហ្នឹងឯងព្រោះវាគឺជាសាក្សីរវាងយើងទាំងពីរហើយឯងនឹងចាំវាអត់បានតែមែនយើងស្មានតែឯងនឹងចាំវាបានតើគាត់ទៅលើសាក្សីអញ្ចឹងហើយធាវក៏បាននឹកសម័យនៅពេលដែលពួកគេទាំងពីរនាក់នៅយប់នោះគឺយប់នោះផងដែរគឺអាក់នឹងបានមកថាបធាវហើយនឹងគឺជាការពិតមែនឬក៏អត់ទេទើបបានជាអាក់នឹងបាននិយាយអញ្ចឹងជាការពិតឬក៏ជាការយល់សប្តិដល់ពេលអញ្ចឹងរួចធាវនឹងក៏មានការឆ្ងល់ខ្លាំងមែនតើទើបគេនឹងក៏បានសួរនាំទៅអាក់ប៉ុន្តែអាក់មិនទាន់បានតបអីផងគេក៏រកអួតដល់ពេលអញ្ចឹងហើយគេក៏ចូលបន្ទប់ទឹកអីមកបន្តិចទៅលុះបន្ទាប់ពីមកវិញហើយអាក់នឹងក៏បានចាប់ធាវឲ្យមកចិត្តគេរួចហើយអាក់នឹងក៏បាននិយាយឡើងឯងមានដឹងអត់ថាយើងធ្វើគ្រប់យ៉ាងនេះគឺដើម្បីអីគេនិយាយអញ្ចឹងគេក៏បានលេចលក់បាត់ដែលធ្វើឲ្យធាវនឹងគឺឆ្ងល់ខ្លាំងយកតែមែនតើថាអាក់នឹងនិយាយអីគេ
រឿងក៏កាន់មកដល់ពេលព្រឹកពេលដែលធាវកំពុងតែនៅបណ្ណាល័យរួចធាវក៏បាននឹកស្រមៃនៅពេលដែលអាក់ហ្នឹងនិយាយពីយប់មិញនៅពេលដែលក្រាហ្នឹងបាននិយាយស្វីតជាមួយហើយគេក៏បានលួចញញឹមតែម្នាក់ឯងប៉ុន្តែពេលនៅផងដែរនាធីហ្នឹងក៏បានមកកាត់ចង្វាក់ដែលគេចង់មកនិយាយជាមួយនឹងធាវរួចគេថែមទាំងយករូបឲ្យធាវទៀតប៉ុន្តែធាវមិនត្រូវការទេគេក៏បានបញ្ជាក់ប្រាប់ច្បាស់ៗថាគេមិនត្រូវការទេធាវមានអាការល្អបែបនេះក៏ចាប់ផ្ដើមនិយាយផ្លែតពីអារម្មណ៍របស់គេដែលមានចំពោះធាវគេមិនមែនជាអង្គចង់ទេរបស់ធាវប៉ុន្តែគេក៏ចង់នៅក្បែរធាវដែរព្រោះតែធាវតែម្នាក់ដែលធ្វើឲ្យគេណាចាប់ផ្ដើមនៃការគូររូបឡើងវិញធាវគឺជាកម្លាំងចិត្តរបស់គេឮដូច្នេះរួចធាវក៏បានអរគុណទៅដល់នាធីដែលគេមានអារម្មណ៍ល្អចំពោះគេប៉ុន្តែគេទទួលយកបានទេរួចបន្ទាប់មកនាធីហ្នឹងក៏បាននិយាយប្រាប់ទៅធាវថាអង្គសង្តេពិតប្រាកដមិនមែនជាវាយុទេបន្ទាប់មកអាក់ហ្នឹងក៏បានចូលមកក្នុងបណ្ណាល័យហ្នឹងដែរអញ្ចឹងណារួចហើយគេក៏បានសួរនាំទៅធាវថាបងនាធីមកមិញហ្នឹងគេនិយាយអីគេរួចធាវហ្នឹងក៏បានប្រាប់ទៅថាគាត់ហ្នឹងបាននិយាយប្រាប់វាយុហ្នឹងមិនមែនជាអង្គចង្តេអញ្ចឹងទៅលឺអញ្ចឹងអាំងក៏លន់មាត់ថាបងមិនមែនជាបងវាយុទេអង្គចង្តេគឺមានតែបងសៃហ្វាយើងអត់ដឹងដែរព្រោះគាត់អត់បានប្រាប់យើងផងតែមិនភ្លេចចោលទៅយើងមានរឿងសំខាន់ដែលត្រូវនិយាយជាមួយឯងរួចអាហ្នឹងក៏បាននិយាយឡើងថាគេក៏មានរឿងសំខាន់ដែលត្រូវនិយាយជាមួយនឹងធាវដូចគ្នាព្រោះតែគេហ្នឹងបានដឹងហើយរួចក៏មានផតតាំងដែរថាវាយុមិនមែនជាអង្គចង្តេទេក៏ព្រោះថាអាក់ហ្នឹងបានលួចទូរស័ព្ទដៃរបស់វាយុហើយទូរស័ព្ទដៃរបស់វាយុហ្នឹងមិនបានចោលសោអ្វីទៀតទៅអញ្ចឹងហើយគេក៏បានដឹងរឿងមួយសាច់រឿងក៏កាន់បណ្ដាបន្ទប់នាធីកំពុងតែយករូបធាវហ្នឹងគឺយកចោលតែម្ដងមិត្តរបស់គេមកឃើញដូច្នេះគេក៏បានសួរឡើងហេតុអីបានជាឯងយកចោលអញ្ចឹងកាលពីដំបូងឡើយនាធីគ្រាន់តែបោកប្រាស់ធាវតែប៉ុណ្ណោះប៉ុន្តែទៅមកនាធីក៏មានចិត្តទៅលើធាវហើយគិតថាស្នេហាមួយនេះគឺមិនអាចទៅមុខបានដូច្នេះហើយគឺមានតែបំផ្លាញចោលនឹងឯងរួចហើយក៏ត្រូវកាត់ចិត្តអីអញ្ចឹងទៅលឺអញ្ចឹងរួចមិត្តរបស់នាធីក៏មានការបារម្ភខ្លាំងមែនទែនខ្លាចនាធីគឺបាត់បង់នៃការគូររូបម្ដងទៀតបាត់បង់អារម្មណ៍គូររូបម្ដងទៀតអីអញ្ចឹងណារួចគេក៏បានសួរនាធីតើគេគួរតែធ្វើម៉េចដើម្បីឲ្យជួយនាធីនឹងមានអារម្មណ៍ល្អមកគូររូបវិញអីអញ្ចឹងណាព្រោះគេខ្លាចនាធីនឹងអត់មកគូររូបទៀតតែនាធីក៏បានតទៅវិញឯងជួយយើងរាល់ថ្ងៃនេះច្រើនពេកទៅហើយអញ្ចឹងឯងមិនបាច់ជួយយើងបន្តទៀតទេយើងអរគុណណាស់សម្រាប់ការបារម្ភណាសាច់រឿងក៏កាត់បង្ហាញនៅពេលដែលអាក់នឹងធាវគឺបានមករករឿងវាយុមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ហើយយើងក៏បានដឹងរឿងវាយុដែរដែលវាយុគឺបានយកលុយពីជំរុំក្លឹបបាល់ទាត់របស់គេអីអញ្ចឹងទៅរួចមកក៏គេយកលុយហ្នឹងទៅលេងល្បែងស៊ីសងស័យទៅត្រូវចាញ់គេរួចមកក៏ត្រូវមកបោកធាវឲ្យធាវហ្នឹងជួយជំរុំគេផងព្រោះជំរុំរបស់គេហ្នឹងមិនអស់លុយព្រោះតែគេហ្នឹងបានយកលុយទៅលេងល្បែងអស់ទៅហើយបានរៀនម្នាក់នេះវិញគឺជាគ្រូរបស់វាយុដល់ពេលដឹងលឺអញ្ចឹងហើយគ្រូរបស់វាយុក៏បានស្ដីបន្ទោសឲ្យវាយុបន្ថែមទៀតនឹងបានសុំអង្វរធាវសុំកុំឲ្យធាវប្រាប់អ្នកផ្សេងអីព្រោះតែរឿងហ្នឹងបែកធ្លាយទៅគឺដឹងតែយ៉ាប់មិនខានទេវាយុនឹងអ្នកគ្រូគ្រាន់តែចង់ឲ្យវាយុនឹងកែខ្លួនហើយរកលុយដើម្បីសងគាត់វិញប៉ុន្តែគាត់មិននឹកស្មានថាវាយុនឹងមកបោកធាវប្រើអញ្ចឹងទេធាវពិតជាខឹងខ្លាំងមែនតើនៅពេលហ្នឹងរួចគេក៏បានសួរវាយុថាហេតុអីបានជាវាយុធ្វើបែបអញ្ចឹងវាយុនៅតែមិនគិតថានេះគឺជាកំហុសរបស់គេដដែលគេក៏បានទម្លាក់កំហុសឲ្យអ្នកដទៃថាមកពីគ្នារបស់គេហ្នឹងប្រាប់ឲ្យរឿងអស់សង្តេហ្នឹងបានគេបោកទៅកាន់ធាវនោះហើយគេខ្លាចគេដេញចាញ់ផងដល់ពេលអញ្ចឹងហើយក៏គេត្រូវការលុយអីអញ្ចឹងទៅធាវក៏បានចេះស្ដីឲ្យវាយុថាវាយុហ្នឹងអាត្មានិយមខ្លាំងណាស់អាក់បន្ទាប់ពីស្ងាត់អស់ជាយូរនោះគេទ្រាំចិត្តមិនបានទេទៅគេក៏ស្ទុះដល់វាយុមួយដៃភ្លាមតែម្ដងរួចអាក់ហ្នឹងក៏បានស្រែកឡើងមួយទំហឹងឯងធ្វើអញ្ចឹងដាក់នរណាគេក៏បានដែរតែកុំឲ្យធ្វើអញ្ចឹងដាក់ធាវរួមបន្តមកទៀតអ្នកគ្រូឲ្យថែមទាំងធាវហ្នឹងក៏ចាប់ពួកគេហ្នឹងបំបីគ្នាព្រោះទៅពួកគេហ្នឹងរកវាយគ្នាទៀតហើយបន្ទាប់ពីមកដល់ក្រៅរួចធាវក៏បានមកសម្រួលអារម្មណ៍របស់អាក់ឲ្យអាក់ណាចិត្តត្រជាក់សិនអាក់បន្ទាប់ពីសម្រួលអារម្មណ៍រួចគេក៏បានប្រាប់ទៅកាន់ធាវព្រោះតែគេមិនចង់ឲ្យធាវហ្នឹងមកត្រូវបានអង្គសង្តេមកបោកប្រាស់អីចឹងទៀតទេហើយធាវក៏មិននឹកស្មានដូចតែគ្នាហ្នឹងថាមានរឿងបែបអញ្ចឹងមកលើគេកំពុងតែនិយាយគ្នាសុកវាយុមិនដឹងជារត់មកពីណាដែរស្រាប់តែថាឲ្យអាក់ភ្លាមតែម្ដងអាក់យើងមានរឿងជាមួយនឹងធាវហើយឯងមកពាក់ព័ន្ធអីជាមួយនឹងធាវដែរឯងមានសិទ្ធអីមកដល់មុខអញហាគាត់នៅលើប៉ុណ្ណឹងធាវក៏បានប្រាប់ទៅថាប៉ុណ្ណឹងបានហើយកុំជ្រុះគ្នាបានអត់ប៉ុន្តែវាយុមិនព្រមស្ដាប់ទេគេក៏ចង់វាយអាក់ជាបន្តទៀតប៉ុន្តែមានឯណាពេលនោះផងដែរធាវក៏បានកិច្ចផុតរួចហើយធាវក៏បានដាក់ម្ដាយទៅលើវាយុទៀតទៅគេប្រាប់ថាមិនឲ្យឆ្លោះគ្នាទេលេងមកវាយគេទៀតឥឡូវគេដាក់ម្ដាយទៀតទៅនិយាយពីថាមកឈុតហ្នឹងអត់មានពេញចិត្តមែនទេដោយសារពីវាក្តៅកកខ្លាំងពេកហើយវាលយវាស្លន់អីចឹងណាលុះបន្ទាប់ពីបានម្ដាយហើយអ្នកគ្រូហើយនឹងមិត្តឯទៀតហ្នឹងក៏បានមកជុំគ្នាហើយបន្ទាប់មកក៏ចាប់បំបីពួកគេហ្នឹងចេញពីគ្នាទៀតអូយត្រង់ពាក្យហ្នឹងអត់មានប្រជាចូលចិត្តខ្លាំងយកតែមែនតែគួរឲ្យសោកស្ដាយមែនតែរឿងរបស់យើងក៏ស្លេះត្រឹមនឹងបានបើសិនជាពេញចិត្តជាមួយនឹងការសម្ដែងរបស់ admin កុំភ្លេចចុច like ចុច share បើសិនជានៅលើ YouTube កុំភ្លេចចុច subscribe មួយផងណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ពេលនេះជួបគ្នានៅវីដេអូបន្ទាប់សวัสดีนะครับ